ជីវិតគុំឡើងពីអ្វីខ្លះជាទូទៅមិនថាជីវិតរបស់មនុស្សឬសត្វទេវាកើតឡើងពីការផ្គុំគ្នារវាងធាតុពីរសំខាន់គឺកាយនិងចិត្តកាយគឺរូបរាងកាយទាំងមូលជាសភាវៈមិនដឹងអ្វីទាំងអស់ឬហៅថារូបធម៌ចិត្តគឺជាវិញ្ញាណដែលអាស្រ័យកាយដឹងរឿងរ៉ាវទាំងឡាយតាមរយៈទ្វារភ្នែកទ្វារត្រចៀកទ្វារច្រមុះទ្វារអណ្ដាតនិងទ្វារកាយធម្មតាយើងស្គាល់ថាចក្ខុវិញ្ញាណជាវិញ្ញាណអាស្រ័យភ្នែកឃើញរូបសោតវិញ្ញាណជាវិញ្ញាណអាស្រ័យត្រចៀកដឹងសំឡេងឃានវិញ្ញាណជាវិញ្ញាណអាស្រ័យច្រមុះដឹងក្លិនជីវហាវិញ្ញាណជាវិញ្ញាណអាស្រ័យអណ្ដាតដឹងរសជាតិកាយវិញ្ញាណជាវិញ្ញាណអាស្រ័យកាយដឹងក្តៅត្រជាក់រឹងទន់ជាដើមនិងមនោវិញ្ញាណដឹងអារម្មណ៍ទាំងពួងឬហៅម្យ៉ាងទៀតថានាមធម៌ការវិញ្ញាណរលត់ហើយរូបកាយคล้ายជាសាកសពមិនដឹងអ្វីទាំងអស់